សម្ដេចព្រះមហាខុសនន្ទព្រះពុទ្ធនៅក្នុងសមរភូមិឬព្រះអរហន្តលមុខត្រូវតែការពារទឹកដីឲ្យបានការពារមិនបានពួកយើងគ្មានកន្លែងជ្រកទេបើកម្ពុជាស្លាប់ថ្ងៃនេះយើង7ដល់10លានអ្នកងាប់ទាំងអស់ព្រះសង្ឃរស់អាស្រ័យពឹងលើបច្ច័យ4ប្រកើនដែលពុទ្ធបរិស័ទហើយស្ថិតនៅក្នុងពេលស្រុកទេកើតកលយុគដូចជាសង្គ្រាមជាដើមព្រះសង្ឃរមែងចេញធ្វើសកម្មភាពផ្សេងដើម្បីជួយសង្គ្រោះឬសម្រាលទុក្ខលំបាករបស់ពុទ្ធបរិស័ទវិញជាការដឹងគុណជីវបធម៌ដ៏ប្រពៃក្នុងសង្គមខ្មែរតាំងពីបុរាណកាលមកទូយ៉ាងករណីសម្ដេចព្រះមហាខុសនន្ទដែលត្រូវបានគេប្រសិទ្ធនាមថាព្រះពុទ្ធនៅក្នុងសមរភូមិឬព្រះអរហន្តលមុខដោយសារតែព្រះអង្គបានប្រថុយជីវិតធ្វើធម្មយាត្រាទៅកាន់តំបន់សមរភូមិក្តៅនិងសម្ដែងព្រះធម៌ទេសនាដើម្បីសូមសន្តិភាពសម្រាប់រាជខ្មែរនៅទូទាំងប្រទេសនៅអំឡុងទសវត្សរ៍ឆ្នាំ1990ដែលមានដំណើរដូចខាងក្រោមសម័យបាក់ទ័ពរបស់ទាហានរដ្ឋាភិបាលនៅក្នុងការវាយដណ្ដើមយកតំបន់ប៉ៃលិនពីខ្មែរក្រហមលាន់ពេញព្រៃសាកសពច្រើនឥតកណនាត្រូវបានគេដឹកជញ្ជូនឆ្ពោះទៅកាន់ទីរួមខេត្តបាត់ដំបងទឹកមុខទាហានមានសភាពក្រៀមក្រំអ្នកខ្លះបានស្រែកលើរថក្រោះមកកាន់យើងដែលកំពុងដើរឆ្ពោះទៅកាន់តំបន់ប៉ៃលិនថាករណីចាញ់ខ្មែរក្រហមហើយក្បួនធម្មយាត្រាប្រមាណជា 2000 នាក់បានធ្វើដំណើរទៅដល់ចំណុចគីឡូលេខ38នៅក្នុងស្រុករតនមណ្ឌលខេត្តបាត់ដំបងនៅម៉ោងប្រហែលជាង11ថ្ងៃត្រង់ដែលជាចំណុចប្រយុទ្ធដ៏គ្រោះថ្នាក់បំផុតរវាងទ័ពខ្មែរក្រហមនិងទ័ពរដ្ឋាភិបាលចម្រុះរបស់សហនាយករដ្ឋមន្ត្រីក្នុងឆ្នាំ1994ឆ្លើយតបទៅនឹងការសុំបណ្ឌបាតរបស់សម្ដេចព្រះមហាខុសនន្ទឲ្យផ្អាកការប្រយុទ្ធគ្នាមួយរយៈដើម្បីអនុញ្ញាតឲ្យក្បួនធម្មយាត្រាឆ្លងកាត់សមរភូមិឆ្ពោះទៅកាន់តំបន់ប៉ៃលិននៃទាហានម្នាក់បានមកទូលថ្វាយសម្ដេចថាខាងខ្ញុំព្រះករុណាឈប់បាញ់បានតែសម្ដេចត្រូវនិយាយជាមួយនឹងខ្មែរក្រហមឲ្យឈប់ដែរមនុស្សប្រមាណជា 2000 នាក់ដោយព្រះសង្ឃជិត 1000 អង្គបានឈរត្រៀបត្រានៅតាមបណ្ដោយផ្លូវរងចាំការសម្រេចព្រះហឫទ័យរបស់សម្ដេចព្រះមហាខុសនន្ទនៅពេលនោះយ៉ាងអន្ទះសាថាតើធម្មយាត្រាត្រូវបន្តដំណើរទៅមុខទៀតឬក៏ត្រូវវិលត្រឡប់ថយក្រោយវិញនៅក្រោមក្របភ្នែកប្រហែលជា 4000 គ្រាប់របស់អ្នកដង្ហែធម្មយាត្រាយើងឃើញសម្ដេចព្រះមហាខុសនន្ទនិមន្តឡើងឡានម៉ាកតូយូតាតែមួយអង្គឯងជាមួយនឹងអ្នកបើកបរម្នាក់បើកចូលទៅក្នុងសមរភូមិដែលអមទៅដោយគ្រាប់កាំភ្លើងដូចភ្លៀងធ្លាក់ការនិមន្តចូលសមរភូមិរបស់ព្រះអង្គបានអង្រួនចិត្តមនុស្សរាប់ពាន់នាក់ឲ្យឈរយ៉ាងស្ងៀមស្ងាត់សម្លឹងមើលព្រះអង្គដើរចូលទៅកាន់ទីលានមរណៈដើម្បីសន្តិភាពនិងអហិង្សានៅកម្ពុជាជនបរទេសខ្លះបានដើរលើកដៃប្រណម្យលាយឡំដោយទឹកភ្នែកហូរសស្រាក់ចំណែកឯខ្មែរផ្សេងទៀតបានសូត្រធម៌តិចថ្វាយពរសម្ដេចនិងអ្នកខ្លះទៀតឈរយ៉ាងស្ងៀមស្ងាត់សម្លឹងមើលឡានដឹកព្រះអង្គបានរំកិលខ្លួនចាក់ចេញពីពួកគេបន្តិចម្ដងចំណែកឯទាហានម្នាក់បាននិយាយខ្សែថាសម្ដេចអាចសគត់ក្នុងសមរភូមិក្រោយពីការនិមន្តចូលទៅកាន់សមរភូមិដើម្បីជួបខ្មែរក្រហមសម្បត្តិឈប់បាញ់រយៈពេលខ្លីជិត1ម៉ោងកន្លងទៅហើយនៅតែមិនទាន់ឃើញសម្ដេចវិលត្រឡប់មកវិញទៀតមនុស្សស្ទើរគ្រប់រូបជ្រួលច្របល់ដោយលាយឡំទៅនឹងព័ត៌មានមាត់ចាបមាត់ព្រាបថាសម្ដេចអាចសគត់ឬរបួសហើយសម្ដេចអាចខ្មែរក្រហមចាប់ហើយស្រាប់តែពេលនោះឡានដែលដឹកព្រះអង្គបានលូនចេញពីព្រៃមកយឺតតម្រង់មកពួកយើងជាសកម្មជនធម្មយាត្រាដែលកំពុងតែរងចាំព្រះអង្គយ៉ាងស្ងៀមស្ងាត់សម្រែកក៏លាន់លឺខ្លាំងថាសម្ដេចមកវិញហើយមិនដល់5នាទីផងឡានកញ្ចាស់នោះត្រូវបានឡោមព័ទ្ធដោយអ្នកដើរធម្មយាត្រាស្ទើរតែបាត់ស្រមោលឡានមើលមិនឃើញសម្ដេចបានចុះពីលើឡានដោយព្រះភ័ក្ត្រស្រស់បំព្រងរំលេចទៅដោយស្នាមញញឹមដ៏ស្រស់ត្រកាលព្រមដោយហត្ថថាប្រណម្យទាំងទ្វេតែមិនអាចនិយាយបានសូម្បីតែមួយម៉ាត់ទៅកាន់អ្នកណាម្នាក់ឡើយក្រៅពីនិមន្តឆ្ពោះទៅរកក្រែទេម្ចាស់មួយនៅជិតគុំព្រៃហើយគង់យ៉ាងស្រគត់ស្រគំសម្ដេចគង់មិនទាន់បាន2នាទីផងនោះសម្លេងឧឃោសនសាបបានបន្លឺឡើងសូមអ្នកដើរធម្មយាត្រាទាំងអស់និមន្តអញ្ជើញមកស្ដាប់ព្រះធម៌សម្លេងព្រះធម៌និងសម្លេងគ្រាប់កំភ្លើងបានលឺប្រដមប្រសងគ្នាសម្ដេចបានសម្ដែងព្រះធម៌ទេសនាដោយប្រតិស្ងប់ក្រៃលែងចំណែកឯអ្នកស្ដាប់វិញក៏ហាក់ដូចជាស្ងប់ជាមួយនឹងសម្ដេចដែរដោយមិនខ្វល់អំពីស្នូគ្រាប់កំភ្លើងឡើយសម្ដេចបានសម្ដែងបញ្ជាក់ថាម្ដងមួយជំហាននីមួយៗគឺជាសមាធិជំហាននីមួយៗគឺជាសន្តិភាពជំហាននីមួយៗគឺអហិង្សាបុគ្គលមានចិត្តស្ងប់ទើបធ្វើឲ្យពិភពលោកមានសន្តិភាពចប់ធម្មទេសនាភ្លាមគណៈកម្មាធិការយាត្រាបានប្រកាសថាធម្មយាត្រាមិនអាចបន្តដំណើរទៅប៉ៃលិនបានទេបើទោះបីជាភាគីខ្មែរក្រហមនិងភាគីរដ្ឋាភិបាលព្រមផ្អាកការបាញ់គ្នារយៈពេលដ៏ខ្លីយ៉ាងណាក៏ដោយតែបញ្ហាចម្បងគឺយើងត្រូវប្រើពេលឬក៏3ថ្ងៃបានដល់គោលដៅ
ដោយនៅតាមផ្លូវគ្មានមនុស្សគ្មានអាហារនិងប្រឈមទៅនឹងការជន់មិនគ្រប់ពេលវេលាតែបើយើងសម្រេចទៅមុខទៀតពី200ទៅ300នាក់នឹងស្លាប់សំឡេងអូឃោសនៈស័ព្ទមិនទាន់ចប់ស្រួលបួលផងស្រាប់តែពេលនោះមានប្រសង់4ទៅ5អង្គបានក្រោកឈរឡើងហើយបានស្រែកថាយើងស្ម័គ្រស្លាប់ដើម្បីដង្ហែសម្ដេចទៅប៉ៃលិនដើម្បីបញ្ចប់សង្គ្រាមមួយនេះសំឡេងស្ម័គ្រស្លាប់ឮកាន់តែច្រើនឡើងដោយអ្នកស្រែកបានទៅឈរផ្ដុំគ្នាហើយបន្តដដែលថាស្ម័គ្រស្លាប់បញ្ចប់សង្គ្រាមពេលនោះសម្ដេចបាននិមន្តចុះពីលើក្រែតទេហើយក៏បានដឹកនាំក្បួនទៅកាន់ផ្លូវជ្រោយស្នាមមួយទៀតដោយមិនចាប់អារម្មណ៍នឹងអ្នកស្ម័គ្រស្លាប់ឬស្ម័គ្ររស់នោះឡើយធម្មទេសនានៅថ្ងៃនោះគឺជាធម្មទេសនាសម្ដែងនៅក្នុងតំបន់ដ៏គ្រោះថ្នាក់បន្ទាប់ពីធម្មទេសនាដែលសម្ដែងដោយព្រះសម្មាសម្ពុទ្ធកាលពី2563ឆ្នាំមុននៅស្ទឹងរុហិនីនៅចំពោះទ្វីបឥណ្ឌាព្រោះហេតុដូច្នេះហើយខ្ញុំសូមឯកភាពជាមួយទៅនឹងព្រះតេជគុណសន្តិធម្មោសជាតិអាមេរិកកាំងដែលថ្វាយព្រះនាមសម្ដេចថាព្រះពុទ្ធនៅក្នុងសមរភូមិនិងលោកធម្មបណ្ឌិតហេងមុនីចិន្តាហើយសម្ដេចថាជាព្រះអរហន្តលមុខកាលបរិច្ឆេទកាលពីថ្ងៃទី26ខែមេសាឆ្នាំ1994អំឡុងធម្មយាត្រាលើកទី3ដឹកនាំដោយសម្ដេចព្រះមហាឃោសនន្ទដែលការនោះព្រះអង្គបានសម្ដែងព្រះធម៌ទេសនានៅក្នុងសមរភូមិតំបន់គីឡូ38នៅក្នុងខេត្តបាត់ដំបងយើងត្រូវតែកសាងត្រូវតែការពារទឹកដីឲ្យបានការពារមិនបានពួកយើងគ្មានកន្លែងជក់ទេគ្មានទេហើយគ្មានអ្នកណានឹងចែករំលែកទឹកដីឲ្យយើងទេកូនត្រូវតែស្រឡាញ់ជាតិហើយជាតិនេះសំខាន់ណាស់បើយន់សេចក្ដីស្លាប់ថ្ងៃនេះកម្ពុជានៅតែមានតែបើកម្ពុជាស្លាប់ថ្ងៃនេះយើង7-10លានអ្នកងាប់ទាំងអស់